សម្រាប់បងប្អូនដែលកំពុងតែមានបំណងចង់សាយប្រាក់ចំណូលជាមួយនឹង YouTube Channel តែកំពុងតែគិតថាតើគួរផលិតមាតិកាអ្វីនិងបង្កើតវីដេអូអ្វីដើម្បីផុសនៅក្នុង Channel YouTube របស់បងប្អូនដើម្បីបង្កើតប្រាក់ចំណូលដោយខ្លួនឯងហើយនេះគឺជាគន្លឹះមួយចំនួនក្នុងការបង្កើតនៅមាតិកានិងវីដេអូផ្ទាល់ខ្លួនជាប្រភេទ Original វីដេអូដើម្បីឲ្យមានការផ្ទុះនៅ view និងក្រុមហ៊ុន YouTube អនុញ្ញាតក្នុងការរកប្រាក់ចំណូលបានដោយសារយើងដឹងហើយថានៅពេលដែលវីដេអូដែលយើងធ្វើការទាញយកឬក៏ download ពី website ឬក៏ទាញយកពីគេដែលជាវីដេអូដែលគេបានផលិតឡើងយកមកផុសនៅក្នុង channel របស់យើងតែមានការ scan នៅ copyright នៅពេលដែលជាប់ copyright ច្រើនឬក៏វីដេអូខ្លះដែលគេបានផុសហើយគេបានបិទនៅ copyright នោះធ្វើឲ្យ channel របស់យើងមានការខូចឬក៏ជាប់ blacklist នៅក្នុង YouTube Channel ដើម្បីធ្វើការរកលុយនៅក្នុង YouTube Channel បានយើងត្រូវតែបង្កើតនៅវីដេអូនិងមាតិកា original ផ្ទាល់ខ្លួនក្នុងការរកប្រាក់ចំណូលហើយនេះគឺជាគន្លឹះមួយចំនួនក្នុងការបង្កើតវីដេអូគន្លឹះទាំងនេះមានអ្វីខ្លះតាមដានទាំងអស់គ្នាមុននឹងទៅតាមដាននៅវីដេអូបន្ទាប់សូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំដើម្បីជាការលើកទឹកចិត្តដល់ការផលិតវីដេអូរបស់ខ្ញុំផងឥឡូវយើងចូលទៅដល់គន្លឹះនៃជំនាញនីមួយៗនៃការបង្កើតវីដេអូ original ផ្ទាល់ខ្លួនក្នុងការផុសរកលុយនៅក្នុង YouTube ដើម្បីបង្កើតនៅវីដេអូ original ផ្ទាល់ខ្លួនក្នុងការផុសដើម្បីសាងប្រាក់ចំណូលជាមួយ YouTube បានយើងមានជំនាញពីរទី1យើងត្រូវតែសួរខ្លួនឯងថាយើងមានជំនាញអ្វីយើងចូលចិត្តអ្វីហើយទី2យើងត្រូវតែស្វែងយល់ថាតើគោលដៅរបស់យើងគឺសម្រាប់អ្នកណាព្រោះការផលិតវីដេអូមួយៗឡើងមកគឺដើម្បីឲ្យមានអ្នកមើលច្រើនអ្នកទស្សនាច្រើនទើបយើងអាចទទួលបានប្រាក់ចំណូលពី YouTube ជំនាញពីរនេះគឺមានសារៈសំខាន់ណាស់ខ្ញុំនឹងធ្វើការបកស្រាយនៅជំនាញទី1ដែរជំនាញទី1នោះគឺយើងចូលចិត្តអ្វីយើងធ្វើអ្វីឧទាហរណ៍ដូចជាយើងមានជំនាញដូចជាខ្ញុំមានជំនាញជួសជុលទូរស័ព្ទឬក៏ជួសជុលម៉ូតូអញ្ចឹងយើងអាចបង្កើតមាតិកាមួយដែលនិយាយអំពីការជួសជុលទូរស័ព្ទនិងការឬក៏ការធ្វើម៉ូតូហើយយើងយកវីដេអូនេះរៀបចំឲ្យមានការតាក់ទាញឡើងមកនិងធ្វើការផុសលើ YouTube ទៅនោះនឹងទទួលបាន view ឬក៏ចំពោះមនុស្សមួយចំនួនគាត់ចូលចិត្តក្នុងការដើរព្រៃចូលចិត្តធ្វើការនេសាទឬក៏ដើរលេងជាដើមយើងអាចបង្កើតនៅមាតិកាដែលយើងចូលចិត្តនិងផលិតជាវីដេអូនិងបង្កើតនៅភាពតាក់ទាញនឹងលក្ខណៈនីមួយៗជំហានទី2កំណត់នៅគោលដៅគឺការផលិតវីដេអូនីមួយៗដើម្បីរកចំណូលជាមួយនឹង YouTube យើងត្រូវតែទទួលបាន view អ្នកមើលដូច្នេះយើងត្រូវតែស្វែងយល់ថាតើអ្នកមើលគេចូលចិត្តអ្វីគេចូលចិត្តគេបែបណាទូទៅគឺជំនាញទាំងអស់ការផលិតវីដេអូទាំងអស់គឺស្ដែងល្អទាំងអស់តែសំខាន់គឺការបង្កើននៅចំណុចតាក់ទាញនៅក្នុងវីដេអូហ្នឹងមានកន្លែងណាតាក់ទាញអារម្មណ៍គេដែលអាចតាក់ចិត្តគេឲ្យមកទស្សនាវីដេអូហ្នឹងបានឧទាហរណ៍យើងទិញត្រីអញ្ចឹងមានថាការតាក់ទាញនោះគឺការស្ថិតនៅត្រង់កន្លែងដែលយើងបបកត្រីបានឬក៏យើងចាប់បានត្រីធំហើយយើងបង្ហាញវាតែយើងមិនមែនបង្ហាញយើងហើយយើងធ្វើឲ្យវីដេអូហ្នឹងគឺផ្ដោតសំខាន់ទៅលើចំណុចគោលធំឲ្យអ្នកមើលមានអារម្មណ៍ថាចង់តាមទស្សនានៅវីដេអូហ្នឹងសម្រាប់វីដេអូរបស់ខ្ញុំក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ